ហេតុអ្វីសាច់គោបំពងអូនស្រីតូចឲ្យពូរបស់ឯងលែងចង់បានវាទៀតហើយអ្វីក្រពះខ្ញុំជា tribe តើអ្នកដឹងពីរបៀបប្រាប់ទេនិយាយអូត្រូវហើយសាច់ជៀមវាធំម្ល៉េះហេតុអ្វីបានជាអ្នកត្រូវបានគេបោះចោលជាមួយក្រណាត់គេឯនោះហើយជីទាំងអស់លាមកនោះមានក្លិនស្អុយខ្ញុំនឹងយកវាមកវិញហើយដុតភ្លើងដោយដំបងវាទេមកញ៉ាំអាហារអូខ្ញុំមិនហ៊ានញ៉ាំវាទេអ្នកគួរតែយកវាទៅហេថ្ងៃនេះខ្ញុំសុំញ៉ាំមួយសិនអាយ៉ាស៊ីវអ្នកយករបស់បែបនេះពីណាមកអាំងធំមួយនេះជាអំណោយពីប្អូនស្រីរបស់អ្នកជិតខាងខ្ញុំដែលគាត់មិនចង់ឲ្យខ្ញុំនឹងធ្វើស៊ុបតែសឲ្យអ្នកឆ្នាំងក្តៅមិនអីទេអាកាសធាតុនេះល្អឥតខ្ចោះសម្រាប់ស៊ុបឆ្នាំងពេលរួចរាល់ហើយសូមទៅហើយឆែវសួស្ដីប្អូនស្រីមកញ៉ាំអាហារជាមួយយើងរៀបចំស៊ុបយកខ្សែភាពយន្តចេញដោយដាំឲ្យពុះក្នុងទឹកក្តៅ60ដឺក្រេដាក់សាច់តបមកដាក់ខ្ទឹមបារាំងបៃតងនិងខ្ញីចូលដបនេះមួយដបបន្ថែមក្លិនក្រអូបដល់មនុស្សគ្រប់គ្នាសូមចុចបេះដូងម្នាក់មួយផងយកខ្ទឹមបារាំងចេញឆាខ្ញីខ្ទឹមនិងគ្រឿងក្នុងឆ្នាំងក្តៅរហូតដល់មានក្លិនឈ្ងុយចាក់សារធាតុផ្សំលឹងគោចូលវាពិតជាមានក្លិនឈ្ងុយឆ្ងាញ់ណាស់អូនស្រីតូចឲ្យអ្នកបានមកដល់ពេលវេលាដ៏ល្អឥតខ្ចោះហើយជាតិលឿនឡើងតើលឹងគោពិតជាអាចបរិភោគបានមែនទេអ្នកនឹងឃើញនៅពេលអ្នកសាកល្បងវាមិនអាក្រក់ទេអ្នកអត់ទេនឹងឃើញនឹងមិនអូនស្រីតូចឲ្យអ្នកគួរតែញ៉ាំឲ្យបានច្រើនមែនហើយនឹងមានរឿងអាស្រូវធំបែបនេះនាពេលអនាគតកុំបោះវាចោលអរគុណអ្នកទាំងអស់គ្នាសូមរងចាំទស្សនា